មនុស្សមិនចេះសំដែងណាគ្មានអាណាដូចម៉ែគាត់មើលខ្ញុំទេឲ្យញញឹមញញែមឯងទិញទួចធ្វើកាយប្រកាយទិញទួចអត់ចេះធ្វើសោះហ្មងថ្ងៃនេះម៉ែគាត់មិនមកធ្វើនំផ្កាចោលខ្មែរយើងហូបលេងទៀតហើយពុកម៉ែមកគ្នាហើយបងនៅមិនទាន់ចេះធ្វើនំផ្កាចោលអាចមករៀនធ្វើជាមួយនឹងម៉ែគាត់មើលបាននៅក្នុងវីដេអូនេះម៉ែគាត់មើលនឹងបង្រៀនពីរបៀបធ្វើនំផ្កាចោលខ្មែរយើងតែថាបងមិនទាន់មានពេលមើលទេអាច share វីដេអូទុកមើលម្នាក់មួយនៅថ្ងៃក្រោយក៏បានដែរដំបូងយើងយកទឹកជានឹងចំនួន360 មីលីលីត្រហើយដាក់កំបោរនឹងមួយចុងស្លាបព្រាកាហ្វេអញ្ចឹងមកហើយយើងកូរកបោរនឹងឲ្យវារលាយជាមួយនឹងទឹកហើយយើងទុកកបោរនឹងឲ្យរងថ្លាជាមួយនឹងទឹកហ្នឹងមកសន្ទុះប្រហែលជា1ម៉ោង2ម៉ោងគឺវារងថ្លាហើយនៅពេលដែលទឹកកបោររបស់យើងថ្លាហើយយើងចាក់យកតែថ្លាពីលើហ្នឹងបានក៏មកដល់អាកាសកបោរនៅពីក្រោមយើងប្រើម្សៅខ្សាយ200ក្រាមម្សៅឆា200ក្រាមម្សៅមីនឹង100ក្រាមដាក់ស្ករសចំនួន3ខាំអំបិលមកចាប់មកហើយយើងកូរគ្រឿងផ្សំទាំងអស់ហ្នឹងឲ្យវាចូលគ្នាបន្តិចយើងដាក់ជាមួយនឹងពងមាន់ចំនួន2គ្រាប់ប្រើពងទាក៏បានដែរហើយយើងកូរពងមាន់របស់យើងឲ្យចូលគ្នាបាយចូលគ្នាជាមួយនឹងម្សៅយើងបន្តិចមកចាំយើងប្រើជាមួយនឹងខ្ទិះដូងចំនួន300ក្រាមសម្រាប់ខ្លាញ់នេះយើងប្រើចំនួន2ស្លាបព្រាបាយហើយយើងកូរគ្រឿងផ្សំទាំងអស់ហ្នឹងឲ្យវាចូលគ្នាបន្តិចហើយចាំយើងចាក់ទឹកកំបោររបស់យើងចូលហើយទឹកកំបោរនេះចាក់ចូលម្ដងបន្តិចមកយើងកូរម្សៅរបស់យើងទៅเรื่อยៗយើងចាប់ផ្ដើមវាយម្សៅយើងចាប់ផ្ដើមកូរម្សៅវាចូលគ្នាជាមួយនឹងគ្រឿងរបស់យើងហើយយើងចាក់ទឹកកំបោរទៅเรื่อยៗរហូតដល់វាអស់ទឹកកំបោរហ្នឹងយើងចាប់ផ្ដើមវាយម្សៅហ្នឹងរហូតដល់វាម៉ត់អ្នកនរគ្នាបងធ្វើយ៉ាងម៉េចវាយម្សៅហ្នឹងតលតែម៉ត់កុំឲ្យនៅដុំក្រើមបើនៅដុំក្រើមគឺយើងរចាក់នំមិនកើតទេចុងក្រោយយើងដាក់ជាមួយនឹងល្ងចូលល្ងយើងប្រើល្ងខ្មៅក៏បានល្ងសក៏បានដែរក្រោយពីយើងលាយម្សៅអីរួចរាល់ហើយយើងដាក់ខ្ទះដាក់ខ្លាញ់ឲ្យក្តៅមកបន្ទាប់មកយើងយកពុំរបស់យើងពុំផ្កាចោលហ្នឹងយកមកដាក់ត្រាំជាមួយនឹងខ្លាញ់ឲ្យវាក្តៅពុំរបស់យើងក្តៅគឺយើងឲ្យយករចាក់នំមកនៅបច្ចាយើងត្រាំពុំហ្នឹងតលទៅវាក្តៅបើយើងឲ្យយកជ្រលក់ជាមួយនឹងម្សៅវាជាប់ពុំរបស់យើងឃើញទេអ្នកនំពុំរបស់យើងក្តៅហើយយើងយកជ្រលក់ចូលនៅក្នុងម្សៅមកយើងកន្លក់បន្តិចមកហើយយើងមិនដាក់ចូលនៅក្នុងខ្លាញ់របស់យើងកវីបន្តិចមកគឺនំរបស់យើងចេញពីពុំតែម្ដងបើសិនជាពុំរបស់យើងអត់ក្តៅទេនៅពេលយើងយកជ្រលក់នឹងម្សៅរបស់យើងគឺអត់ជាប់ពុំទេអ្នកនរគ្នាក្រោយពីនំរបស់យើងឆ្អិនហើយយើងយកមកដាក់ត្រចានចងពីក្រោមអញ្ចឹងមកដើម្បីឲ្យផ្ការបស់យើងនឹងរីកស្អាតអញ្ចឹងដូចផ្កាចោអញ្ចឹងពុកម៉ែមកគ្នាសម្រាប់នំនេះគឺជានំរបស់ខ្មែរយើងតាំងពីដើមប៉ុន្តែឥឡូវមិនសូវជាមានអ្នកធ្វើប្រហែលទេដោយសារតែនំនេះពិបាកធ្វើពិបាកលាយម្សៅពិបាករកពុំហើយណាមួយក្តៅទៀតក្តៅទាំងខ្លាញ់ក្តៅទាំងកំណៅថ្ងៃវាពិបាកធ្វើមែនតើសម្រាប់នំនេះសម្រាប់ពុំត្រូវតែក្តៅរហូតពុកម៉ែបងប្អូននៅពេលយើងកវីនំចេញពីពុំរបស់យើងហើយគឺយើងត្រាំពុំហ្នឹងជាមួយនឹងខ្លាញ់មួយសន្ទុះវាក្តៅពុំហើយយើងយកពុំរបស់យើងយកទៅជ្រលក់ជាមួយនឹងម្សៅទៀតអ្នកនរគ្នានៅពេលយើងជ្រលក់ពុំជាមួយនឹងម្សៅរួចរាល់ហើយគឺយើងត្រាំពុំហ្នឹងរៀងក្តៅបន្តិចចាំយើងយកទៅជ្រលក់ម្សៅបន្តទៀតពុកម៉ែបងប្អូនពុំរបស់យើងគឺត្រូវតែក្តៅរហូតបើពុំរបស់យើងអត់ក្តៅទេជ្រលក់ម្សៅទៅគឺវាអត់ជាប់ពុំទេអ្នកនរគ្នាសម្រាប់ភ្លើងវិញយើងកំប្រើខ្លាំងពេកកុំខ្លាំងពេកកុំតិចពេកមកល្មមមកកំដៅពាក់កណ្ដាលកំដៅយើងពាក់កណ្ដាលណាអ្នកនរគ្នាកុំឲ្យខ្លាំងពេកបើខ្លាំងពេកនំរបស់យើងវាឆាប់ខ្លោចបើត្រជាក់ពេកនំរបស់យើងគឺចាក់អត់បានល្អទេសម្រាប់នំនេះមួយគឺរៀងពិបាកធ្វើអញ្ចឹងបានជាមិនសូវជាមានអ្នកលក់មិនសូវជាមានអ្នកធ្វើលក់វាពិបាកធ្វើខ្លាំងមែនតើជាពិសេសគឺពុំការលាយម្សៅមិនល្អគឺចាក់នំទៅគឺម្សៅហ្នឹងគឺជាប់ពុំស្អិតតែតាត់នៅហ្នឹងគឺចាក់អត់ចេញពីពុំទេបើសិនជាយើងមិនចេះលាយម្សៅយើងមិនចេះប្រើភ្លើងយើងមិនចេះលៃលុកភ្លើងយើងអត់ចេះគ្រប់គ្រងភ្លើងឲ្យបានល្អមើលតនំរបស់ម៉ែគាត់បើរីកស្គូស្គេមកស្អាតមែនតើពុកម៉ែមកហើយនំនេះគឺស្រួយឆ្ងាញ់មែនតើស្រួយឈ្ងុយខ្ទិះដូងឆ្ងាញ់តែម្ដងយើងអាចធ្វើអញ្ចឹងហើយយើងស្រក់ថងលក់ទុកបាន4-5 ខែក៏អត់តាន់តាណានំនេះគឺទុកបានយូរមែនតើធ្វើឲ្យស្រក់ថងលក់ឆ្ងាញ់ណាស់ស្រួយឆ្ងាញ់មែនតើជាពិសេសចាស់ហូបផ្លែមតែឆ្ងាញ់មក